ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទៅមើលផ្សារមកកន្លែងផ្សារបោះដុំនៅខាងចិត្តពូជុងនៅម្ដុំសឺដេងបងប្អូនហើយផ្សារហ្នឹងឈ្មោះថាចាំមើលខ្ញុំឲ្យប្តីខ្ញុំគាត់និយាយខ្ញុំអត់ចេះហៅទេ Pasar Borong Sri Kembangan ផ្សារហ្នឹងគឺផ្សារគេលក់អីវ៉ាន់បោះដុំបងប្អូនគឺស្ទើរអីវ៉ាន់បោះដុំទាំងអស់អីវ៉ាន់ធូរថ្លៃសម្រាប់តែគាត់យកទៅលក់តអញ្ចឹងបងប្អូនហើយមិញហ្នឹងគឺខ្ញុំដោយសារខ្ញុំអត់ចេះនិយាយភាសាម៉ាឡេអញ្ចឹងគឺខ្ញុំឲ្យប្តីខ្ញុំគាត់ជួយនិយាយឲ្យខ្ញុំបានមកដល់ផ្សារហ្នឹងខាងនេះគឺនៅខាងក្រោយផ្សារហ្នឹងបងប្អូនមកចាំពេលខ្ញុំទៅលើក្រោយខ្ញុំថតឲ្យបងប្អូនមើលផ្សារនៅខាងក្រោយហ្នឹងយើងដើរមកដល់មុនគេគឺកន្លែងគេលក់សាច់គោហើយសាច់គោបើយើងមកតន់គេកាប់ថ្មីអាហ្នឹងយើងបានថ្មីញ៉ាំអញ្ចឹងណាព្រោះពេលខ្លះខ្ញុំទិញប៉ះចំ frozen ដែរអញ្ចឹងបងប្អូនអញ្ចឹងឥឡូវហ្នឹងក៏ខ្ញុំដើរមកដល់កន្លែងគេលក់គ្រឿងសមុទ្រណាបងប្អូនលក់ត្រីសមុទ្រត្រីរ៉ស់ត្រីដែងក៏មានដែរបកាមឹកហើយនឹងក្តាមងាវអីចឹងណាបងប្អូនហើយនេះគឺខ្ញុំមកដល់កន្លែងគេលក់បន្លែដែរអញ្ចឹងបន្លែគឺសុទ្ធតែបន្លែស្រស់ហើយសុទ្ធតែបន្លែដែលគេលក់បោះដុំណាតម្លៃវិញគឺថោកជាងនៅខាងក្រៅគុណនឹងពីរដោយសារកន្លែងខ្លះផ្សារខ្លះគេយកអវ៉ាន់ពីខាងនឹងដែរយកបន្លែពីខាងផ្សារនឹងដែរអញ្ចឹងមកពេលខ្លះប្តីខ្ញុំគាត់ទៅណេអញ្ចឹងទៅក៏គាត់ជួយជូនខ្ញុំទៅទិញអីវ៉ាន់នៅខាងផ្សារនឹងអញ្ចឹងព្រោះដោយសារពេលដែលខ្ញុំទៅផ្សារហ្នឹងគឺខ្ញុំសេវលុយច្រើនគឺខ្ញុំសំលុយបានច្រើនអញ្ចឹងហើយបើបន្លែវិញគឺសុទ្ធតែបន្លែថ្មីស្រស់អញ្ចឹងសសក់នេះគឺខ្ញុំទិញបានទួយល្អមែនតើមានត្រួយរាំងហើយនឹងត្រួយស្វាយចន្ទីអីនឹងជីកុលខៃល្មៀតរំដេងខ្ជាយហើយតាពាំងជ្រក់អីចឹងនិយាយទៅគឺមានច្រើនមែនតើនៅផ្សារហ្នឹងគឺគេលក់អីវ៉ាន់គឺធូរថ្លៃមែនតើសម្រាប់បងប្អូនដែលគាត់ចង់រកកន្លែងដែលគាត់ទិញអីវ៉ាន់បានធូរថ្លៃនិងលក់បានអីវ៉ាន់បោះដុំអីចឹងបងប្អូននៅផ្សារហ្នឹងទៅគឺมันខកបំណងទេបងប្អូននិយាយទៅអីវ៉ាន់គឺមានច្រើនមែនតើមានគ្រប់មុខហ្មងយើងចង់បានអីក៏មានដែរហើយខ្ញុំទិញនៅក្រៅនៅផ្សារនៅក្រៅនេះនៅចិត្តផ្ទះខ្ញុំហើយនឹងនៅផ្សារនេះគឺខុសគ្នាច្រើនតម្លៃគឺខុសគ្នាខ្ញុំទិញសណ្តែកគួរហើយនឹងការ៉ុតក្រូចឆ្មាទិញច្រើនដែរអស់តែ12000ឯ210 ringgit 12 ringgit ហើយនៅក្នុងផ្សារហ្នឹងដែរគឺកន្លែងបន្លែគឺខាងបន្លែកន្លែងផ្លែឈើខាងផ្លែឈើកន្លែងលក់ត្រីលក់គ្រឿងសមុទ្រអីចឹងខាងត្រីលក់សមុទ្រអញ្ចឹងមកខាងគេមានម្ដុំអញ្ចឹងឲ្យយើងស្រួលទិញហើយគេមានលក់អីគេដូងដែរបងប្អូនដូងគេកោះមកថ្មីអញ្ចឹងយើងចង់ទិញទាំងមូលក៏បានយើងទិញជាខ្ទិះដូងគេកោះឲ្យគេកោះឲ្យហើយគេកិនឲ្យទៀតអញ្ចឹងគេកិនយកទឹកឲ្យយើងអញ្ចឹងតែផ្សារហ្នឹងគឺប្តីខ្ញុំក៏ចូលចិត្តមកទេសារតាធំក្លិនឆ្អេះឆ្អាបស្អុយលូអញ្ចឹងណាតែបើខ្ញុំវិញក្លិនអត់គឺខ្ញុំស៊ាំហើយខ្ញុំសារដើរផ្សារអញ្ចឹងហើយខ្ញុំតាំងពីទូចមកគឺខ្ញុំទៅផ្សារទិញបន្លែយើងនៅខ្មែរអញ្ចឹងយើងដើរផ្សារអញ្ចឹងយើងអត់បញ្ហាទេរឿងធំក្លិនអីចឹងណែបងប្អូនយើងចង់បានស្វាយមានស្វាយម្នាស់មានម្នាស់អញ្ចឹងយើងចង់បានរបស់ក្រៀមអីក៏មានលក់ដែរហើយវាមានពីរផ្សារពីរវាមានកន្លែងម៉ាស៊ីនត្រជាក់មួយកន្លែងអមម៉ាស៊ីនត្រជាក់មួយអញ្ចឹងវាច្រើនប្តីខ្ញុំគាត់ទៅទិញវាច្រើនគាត់ទៅទិញនៅកន្លែងម៉ាស៊ីនត្រជាក់មួយកន្លែងហ្នឹងវាធ្វើធំក្លិនដូចកន្លែងដែលខ្ញុំមកនេះខ្ញុំចូលចិត្តមកខាងនេះជាងព្រោះខាងនេះមានបន្លែមានរបស់ច្រើនឲ្យខ្ញុំទិញអញ្ចឹងចង់ទិញប៉ុន្មានក៏គេលក់ឲ្យដែរនិយាយទៅច្រើនមែនតើវ៉ាន់នៅខាងនេះនៅផ្សារនេះ